ត្រូវចាំជានិច្ចថាជីវិតនឹងទទួលបានជោគជ័យដោយសារភាពរស់រាយរាក់ទាក់ហើយអាប់អួរដោយសារកំហឹងអ្នកអាចមានកំហឹងប៉ុន្តែត្រូវចាំជានិច្ចថាកុំឲ្យកំហឹងធំជាងសមត្ថភាពរបស់អ្នកបើមិនដូច្នោះទេវានឹងក្លាយជាបញ្ហារបស់អ្នកប្រសិនបើអ្នកមានសមត្ថភាពខឹងអ្នកក៏ត្រូវមានសមត្ថភាពដោះស្រាយផលវិបាកដែលកើតចេញពីកំហឹងនោះដែរបើមនុស្សមិនអាចធ្វើជាម្ចាស់នៃចិត្តគំនិតរបស់ខ្លួនឯងបានទេនោះវានឹងក្លាយជាទេសកលនៃអារម្មណ៍របស់ខ្លួនជាមិនខានការខឹងគឺជាសភាវៈគតិការទប់បានកំហឹងគឺជាសមត្ថភាពកំហឹងគឺជាផលិតផលនៃសំណាងនៅពេលកំហឹងកាន់តែធំសំណាងក៏កាន់តែតូចដូច្នេះប្រសិនបើចង់មានសំណាងល្អត្រូវមានចិត្តល្អចិត្តចង្អៀតគឺជាទ្វារនៃគ្រោះកាចចិត្តទូលាយគឺជាទ្វារនៃសំណាងល្អឈប់ឆ្លោះឈប់ខឹងដើម្បីខ្លួនឯងខ្ញុំឈប់ឆ្លោះប្រកែកយកឈ្នះចាញ់ទៀតហើយដោយសារខ្ញុំចាប់ផ្ដើមបានដឹងថាមនុស្សគ្រប់រូបឈរលើទស្សនៈផ្ទាល់ខ្លួនរបស់គេដើម្បីគិតអំពីបញ្ហាដូច្នេះបើសិនជាមាននរណាម្នាក់ប្រាប់អ្នកថា1+1 ស្មើ11អ្នកគ្រាន់តែញញឹមហើយនិយាយថាត្រឹមត្រូវណាស់អ្នកពិតជាប្រកែកមែនមានលុយយកខ្លួនធ្វើឲ្យជាមនុស្សល្អអត់លុយយកការងារមកធ្វើឲ្យបានល្អពោះមិនដែលគិតថាខ្លួនឯងមានពឹសរុយមិនដែលគិតថាខ្លួនឯងកក្រិចមនុស្សមិនដែលគិតថាខ្លួនឯងមានកំហុសអំពើល្អរបស់អ្នកចំពោះអ្នកដទៃគឺប្រៀបដូចជាស្ករគ្រាប់មួយគ្រាប់ពេលញ៉ាំទៅក៏រលាយអស់ប៉ុន្តែកំហុសអ្នកវិញប្រៀបដូចជាស្លាកស្នាមមួយគឺវានៅថិតថេររហូតគ្មានអតិពលស្គាល់អ្នកណាក៏អត់ប្រយោជន៍អ្នកគ្មានអតិពលស្គាល់អ្នកណាក៏អត់ប្រយោជន៍ដែរមើលវីដេអូនេះរួចអាចធ្វើឲ្យអ្នកភ្ញាក់ខ្លួនសូមឲ្យអ្នកចុចបេះដូងនិងរក្សាទុកមើលថ្ងៃក្រោយជាដំបូងអ្នកត្រូវដឹងថាប្រើមនុស្សសញ្ចេតនារាប់អានមិត្តភក្តិគឺជិះក្របីចម្លងពួកទេប្រើអតិពលស្រូបទាញមកទើបយូរអង្វែងជាការពិតទំនាក់ទំនងគឺជាធនធានមួយប៉ុន្តែបើសិនជាអ្នកគ្មានសមត្ថភាពអ្នកស្គាល់អ្នកណាក៏អត់ប្រយោជន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សភាគច្រើនចាប់អារម្មណ៍លើទំនាក់ទំនងសង្គមខ្លាំងយកពេលវេលាភាគច្រើននិងធម៌ពលរបស់ខ្លួនខ្ជះខ្ជាយលើកន្លែងគ្មានប្រយោជន៍ការគិតរបស់គេគឺមានមិត្តភក្តិច្រើនហើយទើបមានផ្លូវស្រួលដើរប៉ុន្តែតាមការពិតអ្នកស្គាល់មនុស្សច្រើនមិនមែនស្មើនឹងមានទំនាក់ទំនងធំទូលាយនោះទេទំនាក់ទំនងពិតប្រាកដមិនមែនថាអ្នកស្គាល់មនុស្សប៉ុន្មានអ្នកនោះទេគឺថាមានមនុស្សប៉ុន្មានអ្នកចង់មកស្គាល់អ្នកពាក្យមួយឃ្លាដែលពេញនិយមនៃរង្វង់សង្គមគឺចេះផ្លាស់ប្ដូរមេគុណក៏អាចនិយាយបានថាអ្នកអាចផ្លាស់ប្ដូរមេគុណកាន់តែធំទំនាក់ទំនងមនុស្សក្នុងសង្គមកាន់តែច្រើនចងចាំទំនាក់ទំនងមិនមែនបានមកពីការរត់ដេញតាមចាប់នោះទេប៉ុន្តែគឺបានមកពីការស្រោបទាញមានតែការដោះដូរតម្លៃស្មើទេទើបអាចទទួលបាននូវជំនួយសមហេតុសមផលស្ដាប់សម្ដីនេះហើយអ្នកមានអារម្មណ៍ថាខូខើទេប៉ុន្តែគឺជាការពិតមនុស្សម្នាក់អាចផ្លាស់ប្ដូរតម្លៃកាន់តែធំអង្កត់ផ្ចិតនៃទំនាក់ទំនងសង្គមកាន់តែធំមនុស្សដែលស្រូបទាញបានកាន់តែច្រើនដូច្នេះកាន់តែមានបញ្ញាច្រើនពេលវេលាទំនាក់ទំនងក្នុងសង្គមរបស់គេក៏កាន់តែតិចនោះក៏ព្រោះតែពួកគេដឹងថាប្រភពនៃទំនាក់ទំនងមិនមែនស្ថិតនៅលើខ្លួនអ្នកដទៃទេគឺស្ថិតនៅលើខ្លួនឯងមនុស្សជាច្រើនមិនយល់នៅរឿងមួយគឺថាសមភាពធនធានទើបអាចជួយគ្នាទៅវិញទៅមកបានទំនាក់ទំនងក្នុងសង្គមពិតប្រាកដគឺការបង្កើតបណ្ដាញគុណតម្លៃដ៏រឹងមាំមួយ
ណូលនៃតំណែងតំណងគឺការដោះដូរធនធានគ្នាទៅវិញទៅមកអាចនិយាយបានថាគេជួយអ្នកក៏ត្រូវមានតម្លៃស្មើគ្នាទៅជួយគេវិញដែរនៅពេលដែលអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ទោះបីជាជួបប្រទះមនុស្សអស្ចារ្យប៉ុណ្ណានៅមុខគេអ្នកសូម្បីតែផោមក៏មិនមែនដែរអញ្ចឹងបានថានៅពេលដែលអ្នកមិនទាន់ខ្លាំងកុំចំណាយពេលច្រើនពេកក្នុងការធ្វើទំនាក់ទំនងអ្នកគួររៀនសូត្រឲ្យបានច្រើនរៀនគិតរៀនគូរធ្វើកិច្ចការឲ្យបានច្រើនទើបអាចឡើងតម្លៃខ្ពស់បន្តិចក្នុងបណ្ដាញមនុស្សបោះបង់ចោលនូវមិត្តភក្តិឥតប្រយោជន៍ទំនាក់ទំនងឲ្យបានការលើកកម្ពស់កម្រិតនៃការគិតរបស់ខ្លួនដូចនេះទើបពិភពលោករបស់អ្នករឹតតែធំទើបមានមនុស្សកាន់តែច្រើនចូលមកចិត្តអ្នកពុំនោះទេអ្វីទាំងអស់គឺគ្មានបានការ